ទំនប់ទឹកធំរបស់ថៃកំពុងសម្រុកបញ្ចេញទឹកដើម្បីទប់ទល់ជាមួយព្យុះចំនួន2ទៀតដែលវាយប្រហារនៅចុងខែនេះនិងដើមខែក្រោយព្រោះថាបើមិនបញ្ចេញទេទំនប់ទាំងនោះប្រឈមនឹងហានិភ័យបាក់ធ្លាយការិយាល័យធនធានទឹកជាតិប្រទេសថៃបានចេញសេចក្តីប្រកាសថាព្យុះចំនួន2នឹងមកបន្តកន្ទុយគ្នាតែម្ដងដោយឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសបង្កើតជាចំនួនរហ័សបំណាក់ដីនិងរុញឲ្យទឹកទន្លេហក់ឡើងកាន់តែខ្ពស់គំរាមកំហែងដល់ទំនប់ជាច្រើនកន្លែងជាវិធានការការពារទំនប់ធំជាច្រើនបានរំដោះទឹកចេញដើម្បីកុំឲ្យមានសម្ពាធខ្លាំងជាក់ស្ដែងទំនប់ភូមិវិបុលបានបញ្ចេញទឹក10លានម៉ែត្រគីបក្នុងមួយថ្ងៃដើម្បីត្រៀមទទួលទឹកថ្មីព្រោះថាបច្ចុប្បន្នទំនប់នេះកំពុងស្តុបទឹកកម្រិត 76% ទៅហើយខណៈទំនប់ស៊ីរីគិតកំពុងបញ្ចេញទឹក20លានម៉ែត្រគីបចំណែកទំនប់ចៅប្រាយ៉ាកំពុងបញ្ចេញទឹក2000ម៉ែត្រគីបក្នុងមួយវិនាទីប៉ុន្តែប្រសិនបើស្ថានភាពរឹតតែធ្ងន់ធ្ងរទំនប់ទឹកនឹងបញ្ចេញទឹកកាន់តែច្រើនច្បាស់ជាបង្កជាចំនួនកាន់តែកាចសាហាវដល់សហគមន៍តាមខ្សែបណ្ដោយក្រោមកម្ដៅស្ថានភាពនៅភាគខាងត្បូងប្រទេសថៃរឹតតែឆេះឆួលខ្លាំងឡើងដោយក្រុមផ្ដាច់ខ្លួនបានបើកការវាយឆ្មក់បាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកក្នុងរថពាដែកបណ្ដាឲ្យទាហាន4នាក់រងរបួសតាមរយៈការចេញផ្សាយដោយការសែតកៅសុទ្ធនៅថ្ងៃពុធទី17ខែកញ្ញាឆ្នាំ2025ក្រុមបះបោរបានបង្កាយគ្រាប់បែកក្នុងរថយន្តយោធារួចក៏បើកការវាយប្រហារសន្ធាប់ពីលើស្របពេលទាហានកំពុងល្បាតតាមផ្លូវបានប៊ូរែងនៃឃុំទូដេងនៃស្រុកស៊ូងាយប៉ាឌីខេត្តនរាធិវត្តន៍ក្រោយការវាយប្រហារនេះភ្លាមមេបញ្ជាការតំបន់បានចេញបញ្ជាឲ្យតាមចាប់ជនល្មើសនិងពង្រឹងសន្តិសុខនៅក្នុងតំបន់បន្ថែមទៀតព្រមទាំងបង្កើនការល្បាតកាន់តែញឹកញាប់ហេតុការណ៍នេះគូបញ្ជាអំពីអរិយភាពកាន់តែខ្លាំងឡើងនិងភាពចលាចលនៅខេត្តភាគខាងត្បូងប្រទេសថៃខណៈមួយរយៈចុងក្រោយនេះក្រុមផ្ដាច់ខ្លួនបានបង្កើនការវាយប្រហារញឹកញាប់គួរឲ្យកត់សម្គាល់ប្រជាជនថៃជាង2លាននាក់រស់នៅក្នុងភាពក្រីក្រការស្រាវជ្រាវរបស់អង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍតាមតំបន់ថៃបានឲ្យដឹងថាថៃកំពុងតែប្រឈមមុខនឹងភាពក្រីក្រដោយមានប្រជាជនចំនួន 2.39 លាននាក់ឬស្មើនឹង 3.41% នៃប្រជាជនសរុបត្រូវបានរាប់បញ្ចូលថារស់នៅក្នុងភាពក្រីក្រគិតត្រឹមឆ្នាំ2023នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ូនៅថ្ងៃពុធតំបន់ភាគឦសានបានកត់ត្រាសមាសភាពក្រីក្រខ្ពស់បំផុតនៅក្នុងចំណោមនោះរហូតទៅដល់ 31.71% បន្ទាប់មកគឺតំបន់ភាគខាងត្បូង 30.65% តំបន់កណ្ដាល 19.07% និងតំបន់ខាងជើង 16.98% ទីក្រុងបាងកកអត្រាទាបបំផុតត្រឹម 1.6% ប្រធានអង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់អភិវឌ្ឍតាមជនបទថៃលោកខេធីសាចាវឌ្ឍនាបានបង្ហាញរបាយការណ៍នេះកាលពីពេលថ្មីដោយព្រមានថាភាពក្រីក្រនៅតែមានកម្រិតធ្ងន់ធ្ងរនៅក្នុងប្រទេសថៃដែលជំរុញដោយប្រាក់ចំណូលទាបបំណុលគ្រួសារធ្ងន់ធ្ងរនិងភាពមានកំណត់នៃឱកាសផ្សេងចំណែកឯទិន្នន័យពីការិយាល័យស្ថិតិជាតិនិងក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិវិញបានលើកឡើងថាគ្រួសារក្រីក្រភាគច្រើនខ្វះការសន្សំរងការលំបាកនៃប្រាក់ចំណូលទាបជំពាក់បំណុលគេនិងទទួលបានជំនួយមិនគ្រប់គ្រាន់ឬដីស្រែតិចជាដើមលើសពីនេះប្រជាជនជាច្រើនស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយផងដែរបញ្ហាមួយក្នុងចំណោមបញ្ហាអតីតប្រធានការិយាល័យឥណទានថៃលោកស៊ូរ៉ាពលអូប៉ាសាធានបាននិយាយថាបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុបនៅត្រឹមត្រីមាសទី1នៃឆ្នាំ2025ឈានដល់ 16.35 ត្រីលានបាតឬ 87.4% ពោលគឺលើសពីកម្រិតគ្រោះថ្នាក់ត្រឹម 80%ថៃកើតគ្រោះអគ្គិភ័យសាហាវជាច្រើនលើកនឹកស្មានមិនដល់រយៈពេលត្រឹម1ខែប៉ុណ្ណោះប្រទេសថៃបានជួបគ្រោះអគ្គិភ័យសាហាវជាញឹកញាប់
នៅក្នុងកម្រិតដែលមិនធ្លាប់ជួបប្រទះពីមុនមកសោះតាមទិន្នន័យដែលចងក្រងចាប់ពីថ្ងៃទី15ខែសីហាដល់ថ្ងៃទី15ខែកញ្ញាឆ្នាំ2025ប្រទេសថៃកើតមានគ្រោះអគ្គិភ័យសាហាវចំនួន8លើកដែលនេះជាអត្រាអគ្គិភ័យយ៉ាងច្រើននៅក្នុងកម្រិតនឹកស្មានមិនដល់ទី1នៅថ្ងៃទី15ខែសីហាអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបាល្បីមួយនៅក្នុងផ្សារសម្បត្តិបុរីនៃស្រុកបាងបួនថននៃខេត្តនឋានបុរីបង្កឲ្យមានការចលាចលខណៈតួលេខជនរងគ្រោះនិងទំហំការខូចខាតមិនត្រូវបានបង្ហាញនោះទេទី2នៅថ្ងៃទី18ខែសីហាឆេះវត្តអគ្គិភ័យដ៏សន្ធោសន្ធៅបានលេបត្របាក់វិហារមួយស្ទើរទាំងស្រុងនៅក្នុងវត្តប៉ាផៃដែលជាវត្តល្បីល្បាញនៅក្នុងស្រុកម៉ែរៀមខេត្តឈៀងម៉ៃនេះវេលាទៀបភ្លឺថ្ងៃទី18ខែសីហាឆ្នាំ2025ប៉ូលីសសង្ស័យថាអគ្គិភ័យនេះអាចបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងឬបណ្ដាលមកពីធូបនិងទៀនដែលឆេះនៅសល់នៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនាយ៉ាងណាមិញមិនមានអ្នកស្លាប់នោះទេទី3នៅថ្ងៃទី18ខែសីហាឆេះហាងនៅក្នុងផ្សារអគ្គិភ័យបានឆាបឆេះហាងលក់ទំនិញដ៏ល្បីពេញនិយមមួយកន្លែងនៅក្នុងផ្សារប៉ាទូណាមនៃទីក្រុងបាងកកអគ្គិភ័យនោះកើតចេញពីជាន់ទី3ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សម្នាក់រងរបួសនោះទេទី4នៅថ្ងៃទី27ខែសីហាឆេះអគារពាណិជ្ជកម្មអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះអគារកម្ពស់3ជាន់នៅក្នុងខណ្ឌខ្លងសានកណ្ដាលទីក្រុងបាងកកធ្វើឲ្យអ្នករស់នៅទីនោះរត់ចែកជើងគ្នាសាក្សីនៅកន្លែងកើតហេតុប្រាប់ថាពួកគេបានឃើញភ្លើងឆេះចេញពីជាន់ទី3ខណៈអាជ្ញាធរដាក់ការសង្ស័យទៅលើការផ្ទុះសេខ្សែភ្លើងជាដើមចងបង្កជាអគ្គិភ័យនេះទី5នៅថ្ងៃទី13ខែកញ្ញាឆេះផ្សារអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅលាយឡំជាមួយផ្សែងខ្មួខ្មាញ់ធ្វើឲ្យមនុស្សភ័យឆោឡោនៅក្នុងហេតុការណ៍ឆេះផ្សារដ៏ល្បីមួយនៅក្នុងប្រទេសថៃផ្សារប៉ាហូរ៉ាត់នៅក្នុងខណ្ឌប្រាសនខននៃទីក្រុងបាងកកត្រូវបានឆាបឆេះនៅវេលាម៉ោង1រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ទី13ខែកញ្ញាឆ្នាំ2025ខណៈអាជ្ញាធរបញ្ជាក់ថាមូលហេតុបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងទី6នៅថ្ងៃទី13ខែកញ្ញាឆេះរោងចក្រកែច្នៃផ្លាស្ទិកនៅថ្ងៃដដែលនេះអគ្គិភ័យដ៏ធំបានឆាបឆេះរោងចក្រកែច្នៃផ្លាស្ទិកមួយកន្លែងនៅក្នុងតំបន់ម៉ែបថាផុតនៃខេត្តរយងបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងដែលបានបញ្ចេញផ្សែងខ្មុះខ្មៅក្រាស់ទៅលើមេឃអគ្គិភ័យកើតឡើងនៅវេលាម៉ោង6:30នាទីព្រឹកខាងក្នុងឃ្លាំងផ្ទុកទៅដោយសារធាតុផ្លាស្ទិកដោយឆាបឆេះរយៈពេលជាង3ម៉ោងមុនពេលដែលក្រុមពន្លត់អគ្គិភ័យបានទៅដល់និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន12គ្រឿងរោងចក្រនេះត្រូវបានបំផ្លាញទាំងស្រុងប៉ុន្តែមន្ត្រីបញ្ជាក់ថាមិនមានអ្នករងរបួសនោះទេទី7នៅថ្ងៃទី14ខែកញ្ញាឆេះទូកទេសចរជាច្រើនគ្រឿងបានឆាបឆេះបណ្ដាក់គ្នានៅទន្លេចៅប្រយ៉ាប៉ុន្តែมันបានបញ្ជាក់អំពីតួលេខអ្នកស្លាប់ឬរងរបួសនេះទេហេតុការណ៍ដំបូងកើតឡើងនៅវេលាម៉ោង6:43នាទីល្ងាចថ្ងៃអាទិត្យទី14ខែកញ្ញាឆ្នាំ2025ដោយអគ្គិភ័យបានឆាបឆេះទូកមួយគ្រឿងនៅជិតផែវត្តរឆាស៊ីនខុនក្នុងសង្កាត់ប្រាយ៉ាក្រៃនៃខណ្ឌបាងខុនឡែមទីក្រុងបាងកក4នាទីក្រោយមកទូក2គ្រឿងទៀតត្រូវបានភ្លើងឆាបឆេះនៅចំណុចដដែលប៉ុន្តែត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានភាពបានទី8នៅថ្ងៃទី15ខែកញ្ញាឆេះរោងចក្រគីមីអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះរោងចក្រគ្រប់គ្រងកាកសំណល់គីមីនៅក្នុងតំបន់សយសាមដាម17សង្កាត់សយដាមខណ្ឌបានខុនធៀងទីក្រុងបាងកកដោយបានបញ្ចេញផ្សែងខ្មៅក្រាស់ទៅលើអាកាសអគ្គិភ័យដ៏សាហាវនេះត្រូវបានគេរាយការណ៍ថានៅវេលាម៉ោង6:35នាទីព្រឹកចាប់ផ្ដើមឆាបឆេះនៅក្នុងបន្ទប់មួយដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូមនិងអាស៊ីតសូផូរិកដែលជាសារធាតុមិនអាចពន្លត់ជាមួយទឹកបានទេយ៉ាងណាមិញមិនមានមនុស្សស្លាប់ឬរងរបួសនោះទេ